ហើយក៏នាំគ្នាវិចគ្រឿងបណ្ដាការនិងស្បៀងអាហារសម្រាប់ផ្លូវទៅស្រុកឪពុកម្ដាយខាងប្តីទៅដល់កណ្ដាលព្រៃបានឃើញស្ទឹងមួយឈ្មោះឧត្តាវាហិនីជាន់ទីធំល្វឹងល្វើយតែមានទឹករាក់ជនទាំងពីរនាក់ចាក់ក្រាញពុំហ៊ានឆ្លងទៅនៅមួយស្របក់ក៏ស្រាប់តែបានឃើញបុរសម្នាក់មានខ្នងវែងស្ទល់ខ្ពស់ចង្គ្រោងដើរមកតាមឆ្នេរគង្គាបុរសទៀបកតាញស្ទុះទៅសួរថាសំឡាញ់អើយស្ទឹងនេះជ្រៅឬរាក់បុរសខ្នងវែងស្គាល់ជាក់ជាអ្នកខ្លាចទឹកក៏បំភ័យថាស្ទឹងនេះជ្រៅថែមទាំងមានមច្ឆាជាតិកំណាចដ៏ច្រើនផងសួរថាសំឡាញ់ឯងធ្វើដោយម្ដេចនឹងឆ្លងទៅបានប្រាប់ថាខ្ញុំចេះហែលខ្ញុំចេះស្នេហ៍ក្រពើឆ្លាមមកសត្វទាំងនោះមិនហ៊ានបៀតបៀនយើងទេសួរថាបើដូច្នោះចម្លងយើងផងបានឬទេឆ្លើយថាបានហើយក៏បញ្ជិះសេះចម្លងនាងទីខតានិងគ្រឿងបណ្ដាការព្រមទាំងស្បៀងអាហារទៅមុនគ្រាន់តែចុះក្នុងទឹកបន្តិចទៅក៏លុតចង្គង់ដើរទាដៃរឹបគៀបច្របាច់នាងទីខតាឲ្យសញ្ញាថាខ្លួនពេញចិត្តនិយាយថាវរមិត្តនាងកុំគិតប្តីក្រតុញទៀបកទឿបងនឹងចិញ្ចឹមនាងឲ្យបរិបូរមានខ្ញុំប្រុសស្រីជាបរិវារនាងកុំព្រួយឡើយនាងទីខតាផ្ដាច់សេចក្តីស្នេហាពីស្វាមីក៏ស្រដីថាបងកុំចោលខ្ញុំណាថាហើយក៏នាំគ្នាឆ្លងស្ទឹងទៅបង្ហោះតែម្ដងបុរសក៏តុញទៀបក៏ទឿកើតក្តីមកមងឆ្លងស្ទឹងទាំងប្រថុយតាមទៅទាន់ចោតប្រកាន់ថាណែអាចោកំណាចឯងនាំប្រពន្ធអញទៅណាបុរសខ្ពស់ចង្គ្រោងឆ្លើយថាណែអាកតុញទៀបកទឿនាងនេះជាប្រពន្ធឯងពីអង្កលបុរសកតុញទៀបកទឿឡើងចាប់ដៃនាងទីខតាប្រអូសប្រទាញគ្នាដល់សាលាព្រះមហោសថព្រះមហោសថហៅសួរចម្លើយម្នាក់ម្ដងមុនដំបូងសួរបុរសខ្នងវែងខ្ពស់ចង្គ្រោងអំពីឈ្មោះខ្លួនឈ្មោះប្រពន្ធឈ្មោះឪពុកម្ដាយខ្លួនឈ្មោះឪពុកម្ដាយប្រពន្ធបុរសខ្នងវែងឆ្លើយឈ្មោះឪពុកម្ដាយប្រពន្ធពុំត្រូវព្រះមហោសថឲ្យថយចេញទៅហើយឲ្យហៅបុរសក្រតុញទៀបក្រទឿចូលមកឆ្លើយទៀតឆ្លើយត្រូវគ្រប់សំណួរហើយឲ្យចេញទៅហៅនាងទីខតាមកសួរឈ្មោះខ្លួនឈ្មោះប្តីឈ្មោះឪពុកម្ដាយខ្លួនឈ្មោះឪពុកម្ដាយប្តីនាងទីខតាឆ្លើយត្រូវតែឈ្មោះខ្លួននិងឪពុកម្ដាយខ្លួនឯឈ្មោះប្តីនិងឪពុកម្ដាយប្តីទាំងពីរនាងឆ្លើយពុំត្រូវសោះព្រោះពុំស្គាល់ផងព្រោះមានគំនិតទុច្ចរិតផងព្រះមហោសថឲ្យផ្គុំចម្លើយទាំង3នាក់ស្គាល់ជាក់តាមការពិតហើយក៏វិនិច្ឆ័យថាបុរសក្រតុញទៀបក្រទឿជាប្តីនាងទីខតាឯចំណែកបុរសខ្នងវែងខ្ពស់ចង្គ្រោងជាចៅនោះហងទី7រថោរទេះមានមនុស្សម្នាក់បរទេះចេញពីស្រុកគ្រានោះព្រះឥន្ទទ្រង់ព្រះចិន្តាថាអញនឹងធ្វើបញ្ញានុភាពព្រះមហោសថឲ្យជាក់ស្ដែងឡើងហើយខ្លែងភេទជាមនុស្សដើរតាមរទេះនៃបុរសនោះនិយាយបញ្ចុះបញ្ចូលសុំបំរើកាលម្ចាស់ចុះដើរដើម្បីបន្ទោបង់លិមុខក៏ឡើងបរទេះបំបោលទៅតែម្ដងម្ចាស់រទេះកើតក្តីមងរត់តាមប្រកិតស្រែកថាឈប់សិនឯងយករទេះអញទៅណាព្រះឥន្ទឆ្លើយថារទេះអ្នកឯងផ្សេងទេនេះរទេះអញទេតើហើយបំបោលបណ្ដើរឆ្លោះគ្នាបណ្ដើររហូតទៅដល់ទ្វារសាលាព្រះមហោសថទើបសូមឲ្យព្រះមហោសថលោកវិនិច្ឆ័យព្រះមហោសថស្គាល់ពិតជាព្រះឥន្ទកោសីទើបតម្រូវឲ្យបុរសម្នាក់ឡើងបរបំបោលរទេះឲ្យគូវិសទាំងពីរនាក់រត់តោងរទេះថាអ្នកណាតោងរទេះទៅដល់ទីនោះហើយត្រឡប់មកដល់ទីនេះវិញអ្នកនោះជាម្ចាស់រទេះម្ចាស់រទេះតោងរត់តាមទៅដល់ពាក់កណ្ដាលផ្លូវក៏បែកញើសហោមាត់រត់ពុំទាន់ព្រះឥន្ទឥតហត់សោះតាមជាប់ត្រឡប់មកដល់ទីប្រជុំវិញ
ចំណែកអ្នកម្ចាស់រទេះនោះវិញដើរខ្លោយតាមក្រោយទំហំមកដល់ស្ទើរដាច់ខ្យល់ស្លាប់ព្រះមហោសថក៏ប្រាប់ដល់មនុស្សទាំងឡាយនោះថាបុរសដែលទៅបានបន្តិចហើយលែងរទេះទៅនោះជាម្ចាស់រទេះបុរសដែលរត់តាមរទេះហើយត្រឡប់តាមរទេះជាប់មកវិញនេះឥតមានញើសមួយដំណក់សោះឥតហត់សោះឥតតក់ស្លុតសោះឥតប្រព្រឹត្តភ្នែកសោះឥតស្រមោលសោះនេះជាព្រះអិនហើយក៏សួរសង្កត់សង្កិនថាព្រះអិនមែនឬក៏មិនមែនព្រះអិននឹងឆ្លើយថាខ្ញុំជាព្រះអិនមែនម្ដេចក៏មកធ្វើជាចោរដូច្នោះធ្វើចោរដើម្បីប្រកាសនៅប្រាជ្ញារបស់អ្នកប្រាជ្ញទី8តាន់ដូរកំណាត់ឈើថ្ងៃមួយខាងក្រោយមកព្រះរាជាទ្រង់ឲ្យជាងយកឈើគគីមកឈូសលុញខាត់ហើយកាត់យកប្រវែងមួយចង្អាមបញ្ជូនមកឲ្យស្រុកប៉ាចិនតក្រៀមថាអ្នកស្រុកនេះគ្រប់គ្នាចូលដឹងថាឈើនេះខាងណាចុងខាងណាគល់បើមិនដឹងទេនឹងត្រូវវិនិច្ឆ័យ1000កហបណៈម្នាក់អ្នកស្រុកទាំងឡាយពុំអាចដឹងបានសោះទៅពិគ្រោះនឹងសេដ្ឋីឲ្យហៅព្រះមហោសថមកសួរព្រះមហោសថជ្រាបថាខាងនេះចុងខាងនោះគល់ប៉ុន្តែដើម្បីបញ្យល់ឲ្យស្គាល់គ្រប់គ្នាទើបឲ្យយកសូត្រមកចងត្រង់កណ្ដាលឈើនោះយកទម្លាក់ក្នុងទឹកឈើមានទម្ងន់ខាងគល់ទើបគល់លិចទឹកមុនចុងព្រះមហោសថប្រាប់ថាខាងដែលលិចទឹកមុននោះជាគល់មហាជនបានយល់ហើយក៏ថ្វាយដំណឹងតបព្រះរាជាវិញបានរួចចាក់ពិន័យគ្រប់គ្នាទី9សីសាំងក្បាលថ្ងៃមួយព្រះរាជាឲ្យយកក្បាលខ្មោចមនុស្សស្រីមួយក្បាលខ្មោចមនុស្សប្រុសមួយបញ្ជូនមកអ្នកស្រុកប៉ាចិនក្រៀមថាអ្នកស្រុកនេះទាំងអស់គ្នាចូលដឹងថានេះក្បាលមនុស្សស្រីនេះក្បាលមនុស្សប្រុសបើមិនដឹងទេនឹងត្រូវពិន័យ1000កហបណៈម្នាក់អ្នកស្រុកទាំងឡាយឥតដឹងសោះទើបចូលទៅសួរព្រះមហោសថគ្រាន់តែឃើញលលាក្បាលនោះក៏ស្គាល់ភ្លាមថានេះលលាក្បាលមនុស្សស្រីនេះលលាក្បាលមនុស្សប្រុសព្រោះថាធ្នេលលាក្បាលមនុស្សប្រុសត្រង់ធ្នេលលាក្បាលមនុស្សស្រីវេព្រះមហោសថនោះប្រាប់អ្នកស្រុកនោះថានេះលលាក្បាលស្រីនេះលលាក្បាលប្រុសអ្នកស្រុកទាំងឡាយថ្វាយដំណឹងតបព្រះរាជាតាមដំណើរនោះបានរួចចាក់ការពិន័យបានសេចក្តីសោមនស្សទាំងអស់គ្នាទី10អហិពស់ថ្ងៃមួយព្រះរាជាឲ្យយកពស់ឈ្មោលមួយពស់ញីមួយបញ្ជូនមកដល់អ្នកស្រុកប៉ាចិនក្រៀមថាអ្នកស្រុកនេះគ្រប់គ្នាត្រូវដឹងថាពស់ទាំងពីរនេះណាមួយឈ្មោលណាមួយញីបើមិនដឹងទេនឹងត្រូវពិន័យ1000កហបណៈម្នាក់អ្នកស្រុកទាំងអស់ពិនិត្យពស់ទាំងពីរនោះពុំស្គាល់សោះទើបនាំយកទៅពិគ្រោះចំពោះព្រះមហោសថគ្រាន់តែឃើញពស់នោះភ្លាមក៏ស្គាល់ពិតថានេះពស់ឈ្មោលនេះពស់ញីត្បិតថាក្បាលពស់ឈ្មោលក្រាស់រាងក្រមឹកក្បាលពស់ញីស្ដើងរាងឆ្លឹមភ្នែកពស់ឈ្មោលធំភ្នែកពស់ញីតូចសង្វារពស់ឈ្មោលអន្លាយសង្វារពស់ញីកំបុតព្រះមហោសថប្រាប់អ្នកស្រុកប៉ាចិនក្រៀមឲ្យស្គាល់ច្បាស់យ៉ាងនេះអ្នកស្រុកទាំងឡាយថ្វាយដំណឹងតបព្រះមហាក្សត្រតាមដំណើរនេះបានរួចចាក់ពិន័យមានសេចក្តីសោមនស្សរីករាយសប្បាយចិត្តគ្រប់គ្នាទី11កុកដោមន់ថ្ងៃមួយព្រះបាទវេទិហារាទ្រង់បញ្ជូនព្រះរាជសារដល់អ្នកស្រុកប៉ាចិនក្រៀមថាអ្នកស្រុកទាំងអស់គ្នាត្រូវបញ្ជូនគោឧសភៈមានសម្បុរសសតមានស្នែងអីដល់ជើងមានបូកលើក្បាលស្រែករោមួយថ្ងៃ3ដងទៅឲ្យយើងជាប្រញាប់បើមិនបញ្ជូនទៅទេនឹងត្រូវពិន័យ1000កហបណៈម្នាក់ជនទាំងនោះពុំស្គាល់គោបែបនេះទើបទៅសួរព្រះមហោសថប្រាប់ថាព្រះរាជាអ្នកទាំងឡាយនាំមន់សទៅថ្វាយត្បិតមន់នេះដុះខ្នាយនៅនាជើងទាំងឡាយឈ្មោះថាមានស្នែងនៅអីដល់ជើងដុះសិរៈលើក្បាលឈ្មោះថាមានបូកលើក្បាលរងាវ3ដងមួយព្រឹកឈ្មោះថារោ3កាល
ជនទាំងឡាយនោះធ្វើតាមពាក្យព្រះមហោសថព្រះមហាក្សត្រទ្រង់មានសេចក្តីសោមនស្សក្រៃពេកអងទេ12មនីកែវមនីមានកែវមនីមួយដុំដែលព្រះឥន្ទថ្វាយព្រះបាទកុសរាជកែវនោះមានរន្ធតូចមានរំពុត8ផ្នត់គេដោតសូត្រក្នុងរន្ធនោះពីបុរាណមកសូត្រចាស់នោះក៏ដាច់ទៅឥតនរណាហូតចេញហើយបញ្ចូលសូត្រថ្មីវិញបានព្រះចៅក្រុងមិថុលាទ្រង់ចាត់ឲ្យយកកែវមនីនោះបញ្ជូនមកថាអ្នកស្រុកបាចិនក្រៀមគ្រប់គ្នាត្រូវហូតសូត្រចាស់ចេញអំពីកែវមនីនេះហើយបញ្ជូនសូត្រថ្មីទៅវិញយ៉ាងប្រញាប់បើបញ្ចូលមិនបានទេនឹងត្រូវពិន័យ1000កហបណៈម្នាក់អ្នកស្រុកទាំងឡាយមិនអាចហូតចេញនិងបញ្ចូលវិញបានសោះទើបទៅសួរព្រះមហោសថព្រះមហាបុរសឲ្យយកទឹកឃ្មុំមកលាបរន្ធកែវមនីទាំងសងខាងឲ្យត្របាញ់សូត្រលាបដោយទឹកឃ្មុំត្រង់ទីបំផុតនៃសូត្រនោះហើយបញ្ចូលបន្តិចទៅក្នុងរន្ធទើបឲ្យយកទៅដាក់ត្រង់ផ្លូវពួកស្រមោចក្រហមស្រមោចទាំងឡាយធំក្លិនទឹកឃ្មុំក៏ខំទាញសូត្រចាស់ពីខាងក្នុងកែវមនីតាមខាងមកខាងពំត្រង់ចុងសូត្រទើបអ្នកស្រុកឲ្យនាំទៅថ្វាយព្រះមហាក្សត្រវិញព្រះអង្គទ្រង់សោមនស្សក្រៃពេកហងខ្ញុំបកណាអាត្មាភាពសូមជំរាបនឹងប្រកេនថាប្រស្នាទាំង12ខនេះជាប្រស្នាអាបកំបាំងតទៅព្រះរាជាតាំងប្រស្នាតទល់ឲ្យដោះស្រាយតទៅទៀតទី13វិដាហណង្ការប្រសូតថ្ងៃមួយព្រះរាជាបញ្ជូនគោឧសភៈពស់ធំមួយមកដល់អ្នកស្រុកបាចិនក្រៀមថាគោឧសភៈនេះមានគល់គ្រប់ខែត្រូវអ្នកទាំងឡាយញ៉ាំងគោនេះឲ្យប្រសូតហើយបញ្ជូនទៅវិញនាំកូនតូចយ៉ាងប្រញាប់មនុស្សទាំងឡាយក៏នាំគ្នាទៅសួរព្រះមហោសថព្រះមហោសថគិតថានេះជាប្រស្នាតទល់ទើបចាត់បង្គាប់បរោះអ្នកមានថ្វីមាត់ម្នាក់ថាអ្នកឯងត្រូវរំសាយសក់សំយ៉ាពេញខ្នងស្រែកយំទួញយ៉ាងខ្លាំងរៀបរាប់ដោយប្រការផ្សេងដើរទៅកាន់ព្រះបរមរាជវាំងទោះបីមានគេសួរក៏កុំនិយាយឲ្យសោះគិតតែពីយំស្រែកកុំឈប់លុះត្រាតែព្រះរាជាឲ្យហៅទៅសួរនាំការយំសឹមក្រាបថ្វាយបង្គំទូលថាសូមទ្រង់ព្រះមេត្តាប្រោសព្រះអង្គអើយព្រះអង្គទ្រង់ធ្លាប់ស្រោចស្រង់ប្រជាពលរដ្ឋឲ្យបានសេចក្តីសុខក្សេមក្សាន្តឥឡូវនេះតួព្រះបង្គំជាខ្ញុំអត់ទ្រាំពុំបានព្រោះបិតាតួព្រះបង្គំសម្រាលកូនពុំរួចអស់7ថ្ងៃហើយឥតមាននរណាជួយសម្រាលបានឡើយមានតែព្រះអង្គនេះហើយដែលជាទីពឹងរបស់ព្រះតួបង្គំជាខ្ញុំសូមទ្រង់ប្រាប់ឧបាយឲ្យបានសម្រាលរួចសូមព្រះរាជទានបុរសនោះទទួលធ្វើតាមបង្គាប់ទើបព្រះចៅក្រុងមិថុលាមានព្រះរាជអង្គការថាមិនដែលមានទេវើយអាឯងសដេរវើរវាយតែផ្ដាស់ដែលមានដែរមនុស្សប្រុសកើតកូនបុរសនោះក្រាបបង្គំទូលថាសូមទ្រង់ព្រះមេត្តាប្រោសបើពុំដែលមានទេម្ដេចក៏ព្រះអង្គបញ្ជូនគោឈ្មោលទៅឲ្យអ្នកស្រុកបាចិនក្រៀមជួយសម្រាលកូនព្រះរាជាសួរថាអ្នកណាឲ្យឯងមកធ្វើដូច្នោះក្រាបបង្គំទូលថាសូមទ្រង់ព្រះមេត្តាប្រោសមហោសថជាអ្នកប្រាជ្ញទើបព្រះអង្គទ្រង់មានបតីសោមនស្សជាទីក្រៃពេកទី14ឲ្យទានណាំងបាយថ្ងៃមួយព្រះមហាក្សត្របញ្ជូនព្រះរាជសារទៅដល់អ្នកស្រុកបាចិនក្រៀមថាអ្នកទាំងឡាយជាអ្នកប្រាជ្ញដូច្នោះត្រូវចំអិនបាយប្រកបដោយអង្គ8បញ្ជូនទៅថ្វាយយើងយ៉ាងប្រញាប់បាយប្រកបដោយអង្គ8នោះគឺត្រូវវាចាក់អង្ករ1ទឹក1ឆ្នាំង1ចង្ក្រាន1ភ្លើង1អស់1មនុស្សប្រុសស្រី1ហើយកំណំទៅតាមផ្លូវឆ្ងាយ1អ្នកស្រុកទាំងឡាយទៅសួរព្រះមហោសថជាអ្នកប្រាជ្ញព្រះពោធិសត្វឲ្យយកកញ្ចុងអង្ករនិងទឹកទន្សាមកដាក់ក្នុងភាជដីថ្មីមិនមែនឆ្នាំងឲ្យចោះគល់ឈើតម្កល់ភាជនោះឲ្យយកភ្លើងរន្ទះមកបង្កាត់ស្លឹកឈើចំអិនហើយឲ្យមនុស្សខ្ទើយនាំដើរក្បែរផ្លូវទៅថ្វាយព្រះរាជាព្រះអង្គទ្រង់ជ្រាបទ្រង់សពរាជហារតីយ៉ាងក្រៃពេកទេ15វាលុកាដីខ្សាច់ថ្ងៃមួយពុរាជាបរោះបញ្ជូនព្រះរាជសារទៅដល់ស្រុកបាចិនក្រៀមថាព្រះរាជាទ្រង់សពរាជហារតីទ្រង់កំសាន្តសួន
ខ្សែពួរដីខ្សាច់ពីបុរាណដាច់ទៅហើយអ្នកស្រុកទាំងឡាយត្រូវវិញខ្សែពួរដីខ្សាច់មួយបញ្ជូនទៅព្រះបរមរាជវាំងយ៉ាងប្រញាប់បើមិនអាចទេនឹងត្រូវពិន័យ1000កហបណៈម្នាក់ជនទាំងឡាយទៅសួរព្រះមហោសថព្រះពោធិសត្វថាខ្ញុំអាចហើយឲ្យហៅបរោះពីរនាក់អ្នកចេះសម្ដីមកបង្គាប់ថាអ្នកទាំងឡាយត្រូវចូលទៅក្រាបបង្គំទូលព្រះរាជាថាសូមទ្រង់ព្រះមេត្តាប្រោសពួរអ្នកស្រុកពុំទាន់ដឹងទំហំខ្សែពួរនោះតូចឬធំនៅឡើយ